នាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកមើលការអ៊ុតកញ្ចក់ថាច់ហើយជាពិសេសឃើញគេរៀបចំស្អាតឥឡូវមកធ្វើការបាទអនុវត្តផ្ទាល់ជាមួយនឹងខ្ញុំជាដំបូងយើងតេស្តមើលថាកញ្ចក់វាបែករបៀបមិនអីមិនចឹងទៅហើយយើងតេស្តមើលថាច់មើលអីចឹងទៅវាដើរស្រួលអត់ smooth អត់ចឹងណាហើយបន្តមកទៀតយើងដោះវារៀបបំបែកវាចេញមកហើយយើងយកឲ្យក្រង់ហ្នឹងបាទទៅដាក់ទៅលើម៉ាស៊ីនកម្ដៅដែលម៉ាស៊ីនកម្ដៅនេះគឺយ៉ាងហោចណាស់សីតុណ្ហភាពវា100អង្សាដែរហើយយើងមានការប្រុងប្រយ័ត្ននៅក្នុងការដោះគឺប្រយ័ត្នដាច់ខ្សែហើយបន្ទាប់ពីយើងដាក់កម្ដៅវាពេញលេញរួចយើងក៏ចាប់ដើមជាវាលក្ខណៈស្រទាប់វាបាទស្រទាប់ថាច់អីហ្នឹងគឺយើងជាវាឲ្យបានត្រឹមត្រូវបាទហើយមានការប្រុងប្រយ័ត្នហើយដៃយើងថ្នមតិចដែរបងប្អូនទាំងអស់គ្នាហើយបន្ទាប់ពីយើងជាបាទចប់រួចហើយក៏យើងធ្វើការបាទប្រភេទទឹកលាងសម្អាតកៅហើយបន្ទាប់មកអាចកៅអស់ហើយគឺយើងចាប់ដើមធ្វើការតេស្តថាច់ហើយអុកចូលបាទអុកចូលគឺឃើញថាសភាពស្អាតរលោងហ្មងហើយបន្ទាប់ពីយើងរៀបចំការងារនឹងអស់ហើយគឺមានវគ្គមួយទៀតគឺការធ្វើតេស្តបាទគុំបាទហើយរៀបចំវាឡើងវិញតើវាថាច់អីដើអស់ហើយនៅក៏យើងចាប់ផ្ដើមបាទចាប់វាចូលទៅក្នុងបាទ frame របស់វា frame នឹងហៅ frame ហ្នឹងទៅហើយបន្តមកទៀតយើងដាក់កៅបាទកៅហ្នឹងដូចជា fert ដែរបងប្អូនអរគ្នាវាសើម្លេះឡាអញ្ចឹងទេតែដល់ពេលវាស្ងួតទៅគឺដូច fert អញ្ចឹងហើយទឹកអត់ចូលទេបាទអញ្ចឹងបាទបងប្អូនអាចធ្វើតាមវិធីសាស្ត្រនឹងបានបាទអញ្ចឹងក៏អរគុណបងប្អូនអរគ្នាណាដែលបានតាមដាន